ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់រឿងព្រេងខ្លីមួយដែលមានចំណងជើងថារឿងឆ្កែអនាថាជារៀងរាល់ថ្ងៃមានឆ្កែមួយក្បាលតែងដើរទៅរកស៊ីតាមផ្សារជាប្រក្រតីតែចៃដន្យថ្ងៃមួយវាដើរកាត់តាមភូមិក៏ប្រទះឃើញសាច់មួយដុំធំដែលគេចងព្យួរនៅនឹងជញ្ជាំងផ្ទះពេលនោះវាលួចលោតត្របាក់ទាញសាច់ហើយរត់យ៉ាងលឿនចេញពីម្ចាស់ផ្ទះដោយការភ័យខ្លាចគេឃើញដេញទាន់វាក៏រត់ឆ្លងកាត់ស្ពានមួយដើម្បីយកទៅឆីនៅឯព្រៃត្រើយម្ខាងកំពុងតែរត់ឆ្លងស្ពានស្រាប់តែវាឃើញស្រមោលខ្លួនឯងឆ្លុះចាំងពីផ្ទៃទឹកនោះវាយល់ថាឆ្កែដែលនៅក្នុងទឹកពាំសាច់ធំជាងសាច់របស់វាដោយអំណាចចិត្តលោភលន់វាក៏ទម្លាក់សាច់ពាំចោលហើយលោតទៅតាមស្រមោលដើម្បីដណ្ដើមយកសាច់ដែលធំជាងតែគួរឲ្យអនិច្ចាពេលលោតទៅដល់ទឹកវាប្រឹងរាវរកមិនឃើញសោះហើយថែមទាំងឆ្លក់ទឹកស្ទើរផុតដង្ហើមទៀតទន្ទឹមនោះវាក៏រកកកាយរកសាច់ដែលបានទម្លាក់ចោលនោះក៏មិនឃើញដែរតែបែរជាឮសំឡេងក្អែកស្រែកខ្វក់ដណ្ដើមគ្នាស៊ីសាច់របស់វាទៅវិញវាត្រដោដោយដង្ហក់ឡើងមកលើគោកឈរសម្លឹងដោយធ្វើភ្នែកម៉ក់ទៅរកសត្វក្អែកហើយស្រក់ទឹកមាត់យ៉ាងស្រេកឃ្លានមកវាក្រាបចុះនៅលើមាត់ស្ទឹងដោយហេវហត់អស់កម្លាំងនិងប្រកបទៅដោយក្តីអស់សង្ឃឹម